ការខ្ញុំផុសវីដេអូមុនហើយខ្ញុំក៏បានសួរបងប្អូនថាចាសាច់ណាមអាចធ្វើបានថៃអីខ្លះហើយក៏មានបងប្អូនជាច្រើនក៏ជួយខមមិនប្រាប់អីចឹងណាហើយខ្ញុំសូមអរគុណមែនតើបងប្អូនទាំងអស់គ្នាដែលជួយខមមិនប្រាប់ខ្ញុំមកតែខ្ញុំលើកខមមិនមួយនេះគាត់ខមមិនថាឲ្យខ្ញុំយកសាច់ជ្រូកយកទៅធ្វើណែមទៅដោយសារតែខ្ញុំនៅស្រុកគេបាក់ហូរសាច់ថៃទៅពេលខ្ញុំឃើញខមមិនមួយហ្នឹងគឺខ្ញុំចាក់អារម្មណ៍មែនតើថាខ្ញុំអត់ដែលដឹងទេថាសាច់ណាមអាចធ្វើពីសាច់ជ្រូកបានចឹងណាមិនថាឃើញខមមិនចឹងហើយខ្ញុំចេះធ្វើទេបងប្អូនដោយសារតែខ្ញុំអត់ដែលដឹងមែនរឿងសាច់ជ្រូកធ្វើសាច់ណែមចឹងទៅពេលចឹងទៅខ្ញុំវាយតាម YouTube មើលពីរបៀបធ្វើសាច់ណែមពីសាច់ជ្រូកបាទនិយាយពីគ្រឿងផ្សំធ្វើណែមសាច់ជ្រូកក៏អត់ខុសពីសាច់ថៃឯណាដែរបងប្អូនតែគាត់ថាណែមសាច់ជ្រូកនេះខ្ញុំអត់ឃើញគេដាក់ម្ដែងទេតើចឹងហើយក៏ខ្ញុំធ្វើអត់ដាក់ម្ដែងតាមគេដែរគឺគេដាក់តែខ្ទឹមហើយម្ទេសប៉ុណ្ណឹងឯងហើយខ្ញុំនិយាយមែនពេលខ្ញុំហាន់ស្បែកជ្រូកហ្នឹងគឺថាខ្ញុំពិបាកហាន់មែនតើហ្មងលើកទី1ដែលខ្ញុំធ្វើណែមដាក់ស្បែកជ្រូកហ្នឹងមកទៅហាន់ហើយហ្នឹងចង់1ម៉ោងស៊ីម៉ោងមែនតើចាបងប្អូនឥឡូវហ្នឹងគឺមកមើលគ្រឿងផ្សំដែលខ្ញុំធ្វើណែមទាំងអស់គ្នាសាច់ជ្រូកដែលខ្ញុំទិញមកហ្នឹងគឺ1គីឡូតែខ្ញុំធ្វើតែកន្លះគីឡូទេតើចឹងទៅខ្ញុំលេខវាជា2ចឹងណាបងប្អូនចាឥឡូវហ្នឹងគឺខ្ញុំដាក់សាច់ជ្រូកចូលមុនគេហើយបន្ទាប់មកគឺខ្ញុំដាក់ម្ទេសហើយខ្ទឹមគឺខ្ញុំដាក់ហ្នឹងជាស្មានទេបងប្អូនណាតែគាត់ថាលើកនេះគឺខ្ញុំដាក់បាយតាមបងប្អូនខមមិនដែរព្រោះថារហដងគាត់ខមមិនថាឲ្យខ្ញុំនឹងដាក់បាយផងពេលដែលខ្ញុំធ្វើសាច់ណែមហើយខ្ញុំក៏ដាក់អំបិលស្ករប៊ីចេងមកបន្តិចដែរបងប្អូនពេលដែលខ្ញុំដាក់គ្រឿងផ្សំឲ្យអស់ចឹងណាក៏ខ្ញុំច្បល់វាឲ្យចូលគ្នាខ្ញុំច្បល់វារៀងយូរដែរប្រហែលជាចូលកន្លះម៉ោងអីវ៉ាន់ដែរសម្រាប់ខ្ញុំណាធ្វើណែមសាច់ថៃហើយសាច់ជ្រូករៀងខុសគ្នាដែរដោយសារសាច់ថៃអត់សូវប្រើកម្លាំងច្រើនដូចសាច់ជ្រូកទេសាច់ជ្រូកពេលដែលខ្ញុំច្បល់វាយូរទៅវារៀងរឹងទៅពេលចឹងទៅរៀងពិបាកច្បល់បន្តិចបាទនិយាយទៅអត់សូវស្រួលធ្វើដូចសាច់ថៃទេបងប្អូនថាកោច្បល់ចូលគ្នាពិបាកហើយតពេលដែលខ្ញុំយកមកមូលទៅពិបាកទៀតខ្ញុំនិយាយមែនពេលខ្ញុំមើលតាម YouTube គេមូលឡើងស្រួលតពេលខ្ញុំនេះមូលឡើងពិបាកមែនតើហ្មងបងប្អូនឃើញក្នុងវីដេអូមើលមកដូចខ្ញុំស្រួលមូលតែជាស្ដែងគឺខ្ញុំមូលមកបានមួយគឺថាយូរមែនតើហ្មងពេលខ្ញុំមូលណែមសាច់ជ្រូកហ្នឹងមើលទៅគឺថាតំណងមែនតើពេលខ្ញុំដាក់ម្ទេសខៀវមួយនៅក្នុងហ្នឹងទៀតចឹងតែគាត់ថានិយាយពីរសជាតិដឹងមិនដឹងមកទេបងប្អូនណាខ្ញុំនិយាយមែនអ្វីដែលសំខាន់ដៃញ៉ាំពីមុនទេណែមសាច់ជ្រូកហ្នឹងពេលខ្ញុំមូលដំបងខ្ញុំពិបាកដែរតែបងប្អូនតែពេលខ្ញុំបានមូល2 3មករៀងស្រួលវិញដែរតែគាត់ថាណាមានប៉ុនគ្នាទេគឺថាមានគ្រប់ទំហំមែនខ្ញុំអត់ចង់មូលប៉ុនគ្នាទេបងប្អូនតែខ្ញុំអត់ដឹងមូលហេតុអីទេមូលតែខ្លះធំមួយខ្លះទូចឹងទៅខ្ញុំនិយាយមែនពេលមូលសាច់ណែមហ្នឹងគឺប្រើកម្លាំងណាគាត់ឲ្យខ្ញុំធ្វើណែមសាច់ជ្រូកតែកន្លះគីឡូមានអារម្មណ៍ថាវាយូរមែនតើហើយឡើងអស់កម្លាំងដែរអាលីងហ្មងហើយខ្ញុំនិយាយមែនបើសិនជាធ្វើណែមសាច់ជ្រូករាល់ថ្ងៃហើយមូលដូចខ្ញុំចឹងគឺដឹងដាក់ដៃស្លូនស្អាតហ្មងខ្ញុំនិយាយមែនតែខ្ញុំរៀងឆ្ងល់ដែរបងប្អូនសាច់ណែមពេលខ្ញុំមូលទម្រាំទៅហាយចឹងទៅវាឡើងរឹងហ្មងសំខាន់ដំបងឡើយគឺសាច់វារៀងសទេដោយសារតែខ្ញុំមូលទម្រាំទៅហាយទៅចឹងទៅវាប្រែពណ៌សាច់ណែមហ្នឹងទៅជាក្រហមវិញតែបើសិនជាបងប្អូនទាំងអស់គ្នាអត់ចង់មូលដូចខ្ញុំក៏បានដែរពេលធ្វើហាយចឹងដាក់ចូលប្រអប់អីមួយទៅគឺវាលឿនអត់ស្ទើរហត់ដូចខ្ញុំឯងដូចខ្ញុំនេះនៅក្បោក្បាច់អីណាមូលអីចឹងទៅពេលចឹងប្រើពេលយូរក៏ប្រើកម្លាំងរៀងច្រើនដែរចាវីដេអូគឺមានតែប៉ុណ្្នឹងបងប្អូនចាំតាមដានវីដេអូក្រោយមើលថាតើសាច់ណែមខ្ញុំហ្នឹងអាចញ៉ាំបានអត់ជម្រាបលាបាយបាយ